បងក្រែគេដែលមានតម្លៃថ្លៃជាងគេក្រែធ្វើពីមាសឬក៏ធ្វើពីពេជ្រ ហ្នឹងហើយបងធ្លាប់ឃើញពាក្យស្លោកមួយនៅក្នុង Facebook គេថាក្រែដែលថ្លៃជាងគេគឺក្រែប៉ែតពីព្រោះនៅពេលដែលយើងគេងលើក្រែនឹងហើយអស់ប្រហែលក៏អស់ទៅឲ្យតែរស់ហ្នឹងហើយអូន Yes បង ចាអញ្ចឹងយើងទាំងអស់គ្នាដែលជាពិសេសមនុស្សដែលរវល់បោកដូចបងអញ្ចឹងបងរវល់ខ្លាំងណាស់ដូចណៃដឹងហើយអ្វីដែលអាចដឹងហ្នឹងគឺថាក្នុងគ្រួសារបងណាគឺបងជាកូនតែម្នាក់គាត់ដែលមានសុខភាពទន់ខ្សោយជាងគេតាំងពីតូចមកអញ្ចឹងបងអាសាឈឺអញ្ចឹងសម្រាប់បងការថែរក្សាសុខភាពគឺសំខាន់ខ្លាំងមែនតើដូច្នេះក៏វាជាកត្តាមួយដែលធ្វើឲ្យបងជាមនុស្សមានវិន័យផ្ទាល់ខ្លួនដោយសារបងត្រូវតែ make sure ថាខ្លួនឯងមានសុខភាពល្អអញ្ចឹងអ្វីដែលបងធ្វើដើម្បីឲ្យយើងអាចឈរមុខជាមួយនឹងពេលវេលាដ៏រវល់មួយយើងនឹងការទូខុសត្រូវច្រើនរបស់យើងហ្នឹងគឺតើតបងមានសុខភាពល្អបានបងអាចតែធ្វើកិច្ចការងារទាំងអស់នឹងបានមែនទេអូនចាអញ្ចឹងមានរឿង3ដែលបងត្រូវធ្វើទី1ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់អាហារគ្រប់គ្រាន់មិនមែនថាញ៉ាំច្រើនទេញ៉ាំអាហារណាដែលមានយើងគិតថាមានជីវជាតិហើយមានសុខភាពល្អយើងមិនបាច់ញ៉ាំច្រើនពេកទេញ៉ាំល្មមបានហើយទី2គឺការគេងឲ្យគ្រប់គ្រាន់បងគឺជាធម្មតាបងមិនដែលគេងក្រោម7ម៉ោងទេតិចបំផុត7ម៉ោងប៉ុន្តែឥឡូវថយសារ6ម៉ោងទេព្រោះទុក1ម៉ោងវិបស្សនាប៉ុន្តែតើគួរវិបស្សនាទោះបីយើងអត់បានគេងក៏អត់មានបញ្ហាដល់សុខភាពដែរអញ្ចឹងបងថយមកដល់គេង6ម៉ោងវិបស្សនា1ម៉ោង7ម៉ោងទៅដែរសំខាន់ផុតគឺការហាត់ប្រាណសម្រាប់បងវិញក្នុងមួយថ្ងៃបងហាត់ប្រាណ2ដងពេលព្រឹកនៅពីគេងហាត់ម្ដងពេលល្ងាចមុនចូលគេងហាត់ម្ដងទៀតពីព្រោះយើងបងអង្គុយច្រើនពេលបងអង្គុយច្រើនអញ្ចឹងគឺបងត្រូវការសម្រាប់ខ្នងយើងស្ពឹកបាទចារាងកាយយើងឈាមយើងក៏ហត់ល្អដែរអញ្ចឹងបងជ្រើសរើសវិធីសាស្ត្រហាត់ប្រាណឲ្យ yoga stretching yoga ដែលបងគិតថាងាយហើយបងចូលចិត្តបងអាចធ្វើបានរាល់ថ្ងៃដែលអត់ធុញទេណាមួយបងអត់ចាំបាច់ហាត់ប្រាណអ្វីដែលឲ្យចេញញើសច្រើនដើម្បីឲ្យស្គមឯងពីព្រោះបងថែរក្សាសុខភាពនិងថែរក្សារាងកាយបងបានអញ្ចឹងណាចាអញ្ចឹងអ្វីដែលសំខាន់គឺការគេងការហូបចុកនិងការហាត់ប្រាណអ្នកណាក៏ឈឺដែរប៉ុន្តែសូមឲ្យឈឺដោយយើងនិយាយថាតាមវ័យជរាដែលថាយើងអាច control បានណាអ្វីដែលយើង control បានដូចជាការគេងហាត់ប្រាណនិងការញ៉ាំអាហារហ្នឹងគឺយើងគួរតែធ្វើឲ្យបានត្រឹមត្រូវទោះបីយើងរវល់យ៉ាងម៉េចក៏ដោយកុំឲ្យលេះខ្លួនឯងច្រើនពេកញ៉ាំសិនណាចាំគិតទៀតកុំមនុស្សត្រូវតែរក្សាគោលការណ៍ខ្លួនឯងជានិច្ចអញ្ចឹងនៅពេលដែលយើងមានសុខភាពល្អយើងអាចធ្វើបានគ្រប់យ៉ាងដែលយើងត្រូវធ្វើនឹងដែរតែបើយើងឈឺយើងទៅគេងក្រែដែលថ្លៃជាងគេហើយអ្វីដែលយើងប្រឹងរកពីមុនមកនឹងអស់ទៅវិញដោយសារយើងត្រូវបង់ថ្លៃពេទ្យថ្លៃក្រែនឹងដែរណាចានេះគឺជាអ្វីដែលបងចង់ចែករំលែកដែរតែសុខភាពគឺសំខាន់បាទអរគុណខ្លាំងមែនតើ